បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយអំពីរបៀបសរសេរថ្ងៃខែឬក៏ copy ថ្ងៃខែយកមកប្រើប្រាស់បាទនៅក្នុងតម្រូវការផ្សេងៗដូចជា Word ឬក៏តម្រូវការផ្សេងក្រៅវិញទៀតបាទដូចជាក្នុងរូបនេះបាទអញ្ចឹងឥឡូវខ្ញុំលុបនេះចោលសិនចុះអញ្ចឹងដើម្បីធ្វើយើងចូលទៅកាន់បាទកម្មវិធីអ៊ីនធឺណិតបាទសម្រាប់ខ្ញុំប្រើ Chrome ឬក៏ Firefox ឬក៏ Opera ផ្សេងៗបងប្អូនចូលមកហើយយើង search នៅខាងនេះយើងដាក់ថាខ្មែរ Lunar Calendar ចូល link website មួយនេះមកនៅក្នុងនេះវា load ឲ្យបាទសម្រាប់នៅទូរស័ព្ទវាមាន download free ហើយនៅក្នុងអ៊ីនធឺណិតនេះយើង download website មក computer ក៏ free ដែរអញ្ចឹងយើងចូលមកសញ្ញាព្រួយបាទចូលអេក្រង់ computer នេះមានន័យថា download ដំឡើង app ហ្នឹងយើងចុច install មកបាទវាដំឡើងរួចយើងចុច yes មកឲ្យវា load នៅខាងនេះដើម្បីងាយស្រួលយើងប្រើថ្ងៃក្រោយបិទនេះសាកបើកមើលមិនវិញបាទចុចលើវាមកបាទអញ្ចឹងទាវថាខ្ញុំចង់បានថ្ងៃច័ន្ទទី30នេះចុះខ្ញុំចុចលើវាហើយវា load អញ្ចឹងហើយខ្ញុំចុច select លើវាមកទាំងអស់ហើយខ្ញុំ copy បាទហើយខ្ញុំយកមកផាសនៅខាងនេះមកបើអញ្ចឹងថ្ងៃខែនេះវា load តគ្នាវាធ្លាក់មកក្រោមខ្ញុំចុចលុបនេះចុច enter មួយមកហើយខាងនេះដោយសារដាក់អស់វាធ្លាក់មកក្រោមអញ្ចឹងដាក់អក្សរកាត់មួយហើយនេះពុទ្ធសករាជយើងសេពរចុចសហើយចុចមួយទៀតបាទខាងនេះមូលហេតុដែលដាក់ចុចពីក្រោយដោយសារតែយើងនៅមានពាក្យអានពីក្រោយមួយទៀតបើសិនអត់ចុចទេមានពាក្យត្រឹមចាប់ត្រឹមអក្សរសអត់មានថែមស្រៈអត់មានថែមជើងដៃទៀតទេបើចុចពីក្រោយមានន័យថាសក្រាចនៅមានពាក្យតពីក្រោយទៀតបាទហើយនៅខាងនេះយើងវាយថែមមកត្រពាំងបាទចេះចោះបាទអញ្ចឹងឃើញថាលឿនហើយងាយស្រួលវាអត់ខ្លាចច្រឡំខុសអីទេបាទវីដេអូខ្ញុំមានតែប៉ុណ្ណេះសូមអរគុណច្រើនសម្រាប់ដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនា